រឿងអាណាចក្រគោមគឺនៅកណ្ដាលព្រៃជ្រៅនៃប្រទេសកម្ពុជាមានភូមិតូចមួយដែលត្រូវបានលាក់បាំងពីពន្លឺព្រះអាទិត្យដោយសារតែដើមឈើធំព័ទ្ធជុំវិញភូមិនេះត្រូវបានគេស្គាល់ថាអាណាចក្រគោមដោយសារតែអ្នកភូមិគ្រប់គ្នាតែងតែប្រើគោមដើម្បីបំភ្លឺផ្លូវនៅពេលយប់និងពេលថ្ងៃកាលពីដើមភូមិនេះភ្លឺថ្លាដោយពន្លឺគោមចម្រុះពណ៌ប៉ុន្តែថ្មីនេះគោមទាំងអស់ចាប់ផ្ដើមរលត់បន្តិចម្ដងដោយសារតែគ្រាប់ពេជ្រវេទមន្តដែលផ្ដល់ថាមពលឲ្យគោមចាប់ផ្ដើមបាត់បង់ពន្លឺក្មេងប្រុសម្នាក់ឈ្មោះកប៊ុនអាយុ10ឆ្នាំគាត់បានសង្កេតឃើញជីតារបស់គាត់ជាអ្នកផលិតគោមដ៏ចំណានព្រួយបារម្ភយ៉ាងខ្លាំងប៊ុនក៏បានសម្រេចចិត្តថាគាត់នឹងរកវិធីដើម្បីជួយភូមិរបស់គាត់ប៊ុនចាប់ផ្ដើមដំណើរផ្សងព្រេងរបស់គាត់តែម្នាក់ឯងដើម្បីទៅកាន់រូងភ្នំពេជ្រពន្លឺដែលមានទីតាំងនៅលើកំពូលភ្នំខ្ពស់ក្មេងប្រុសរូបនេះត្រូវដើរឆ្លងកាត់ព្រៃដងងឹតនិងជួបឧបសគ្គជាច្រើនគាត់បានប្រើប្រាស់គោមដែលនៅសេសសល់ចុងក្រោយរបស់គាត់ដើម្បីបំភ្លឺផ្លូវនៅពេលគាត់ទៅដល់រូងភ្នំគាត់បានឃើញគ្រាប់ពេជ្រយក្សដ៏ធំមួយដែលជាប្រភពថាមពលរបស់គោមគាត់បានដឹងថាពេជ្រនោះបានស្រអាប់ទៅហើយប៊ុនបានយកគោមតូចរបស់គាត់ទៅដាក់នៅក្បែរពេជ្រនោះភ្លាមនោះកម្មរស្មីពន្លឺដ៏តូចមួយពីគោមរបស់ប៊ុនបានចាំងចូលទៅក្នុងគ្រាប់ពេជ្រយក្សបណ្ដាលឲ្យវាចាប់ផ្ដើមបញ្ចេញពន្លឺភ្លឺចែងចាំងឡើងវិញប៊ុនរីករាយយ៉ាងខ្លាំងហើយបានប្រញាប់ត្រឡប់ទៅភូមិវិញពេលគាត់ទៅដល់ភូមិទាំងមូលបានភ្លឺថ្លាឡើងវិញដូចដើមជីតារបស់ប៊ុននិងអ្នកភូមិទាំងអស់បានអបអរសាទរគាត់រឿងនេះបានបង្ហាញថាគ្រាន់តែជាពន្លឺដ៏តូចមួយក៏អាចផ្ដល់ក្តីសង្ឃឹមដ៏ធំមួយបានដែរ